ប្រជាពលរដ្ឋកម្ពុជាប្រមាណ85%រស់នៅតំបន់ជនបទហើយពាក់កណ្ដាលនៃការងារកម្លាំងពលកម្មគឺពឹងផ្អែកលើវិស័យកសិកម្មជាពិសេសគឺធ្វើស្រែនិងចិញ្ចឹមសត្វសម្រាប់ចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ការចិញ្ចឹមសត្វបានចូលរួមចំណែកធ្វើឲ្យផលិតផលកសិកម្មក្នុងស្រុកកើនឡើងប្រមាណ15%ពីព្រោះវាបានផ្ដល់នូវប្រាក់ចំណូលសន្តិសុខស្បៀងកម្លាំងភ្ជួររាស់ការដឹកជញ្ជូនកាកសំណល់សម្រាប់ធ្វើជីព្រមទាំងជាទ្រព្យដ៏មានតម្លៃសម្រាប់ប្រជាកសិករបច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ចម្បងមួយចំនួនដូចជាការផ្គត់ផ្គង់ស្បៀងតម្រូវនឹងកម្លាំងប្រជាពលរដ្ឋក្នុងពេលដែលជួបនឹងវិបត្តិបរិស្ថានដ៏ធ្ងន់ធ្ងរដែលរួមមានការបំផ្លាញធនធានធម្មជាតិនិងភយន្តរាយនៃការប្រែប្រួលអាកាសធាតុការប្រែប្រួលអាកាសធាតុបណ្ដាលមកពីការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់តាមរយៈសកម្មភាពរបស់មនុស្សដូចជាផ្សែងរថយន្តម៉ូតូនិងរោងចក្រការដុតសំរាមនិងផ្លាស្ទិកការដុតធ្យូងថ្មប្រេងឥន្ធនៈឧស្ម័នដើម្បីយកថាមពលមកប្រើប្រាស់ការកាប់ទន្ទ្រានព្រៃហួសប្រមាណការចោលកាកសំណល់និងការគ្រប់គ្រងទឹកកកខ្វក់ចេញពីទីប្រជុំជនមិនបានល្អនិងសកម្មភាពនៃការធ្វើកសិកម្មដូចជាដំណាំស្រូវការចិញ្ចឹមសត្វព្រមទាំងការប្រើជីគីមីនិងថ្នាំសម្លាប់សត្វល្អិតមិនបានត្រឹមត្រូវការប្រែប្រួលអាកាសធាតុក៏បានជះឥទ្ធិពលជាអវិជ្ជមានផងដែរទៅលើការប្រកបរបរប្រចាំថ្ងៃរបស់កសិករកម្ពុជាជាក់ស្ដែងដូចជាគ្រោះរាំងស្ងួតគ្រោះទឹកជំនន់គឺជាកត្តាសំខាន់ដែលធ្វើឲ្យផលិតកម្មសត្វថយចុះផលប៉ះពាល់ចំណីសត្វការបាត់បង់វាលស្មៅការធំធាត់នឹងការបន្តពូជខ្វះទីជម្រកខ្វះទឹកស្រោចស្រពនិងប្រើប្រាស់ដែលបង្កឲ្យមានជំងឺផ្សេងៗនិងផ្ទុះជំងឺឆ្លងដែលបណ្ដាលមកពីទឹកមិនស្អាតដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើគម្រោងលើកកម្ពស់ជីវភាពរស់នៅជនបទតាមរយៈការកែលម្អបច្ចេកទេសនៃការចិញ្ចឹមសត្វការត្រៀមរៀបចំជាមុននិងការគ្រប់គ្រងសត្វបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុបានអនុវត្តឡើងដោយនាយកដ្ឋានផលិតកម្មនិងបាក់សូបព្យាបាលការិយាល័យផលិតកម្មនិងបាក់សូបព្យាបាលខេត្តតាកែវនិងពោធិ៍សាត់ហើយគ្រប់គ្រងដោយសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាហៅកាត់ថា CCCA ព្រមទាំងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងគោលបំណងបង្កើតចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុនិងចិញ្ចឹមសត្វការត្រៀមទុកជាមុននិងការផ្ដល់នូវបច្ចេកទេសដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុជាពិសេសក្នុងកំឡុងពេលទឹកជំនន់និងគ្រោះរាំងស្ងួតគម្រោងប្រែប្រួលអាកាសធាតុនិងការចិញ្ចឹមសត្វនេះគឺជាគម្រោងទុកលើកទី1នៅក្នុងស្រុកខ្មែរយើងធ្វើជាសំខាន់គឺជា pilot project គឺសាកបងប៉ុន្តែយើងជ្រើសរើសរកតែខេត្តពីរទេគឺខេត្តពោធិ៍សាត់មួយនិងខេត្តតាកែវមួយហើយយើងផ្ដោតជាសំខាន់គឺថាអន្តរាគមន៍ទៅលើតំបន់ដែលមានការប្រែប្រួលអាកាសធាតុជាអាទិភាពអញ្ចឹងហេតុអីបានយើងជ្រើសរើសខេត្តពោធិ៍សាត់និងតាកែវគឺជាខេត្តតំណាងឲ្យតំបន់រាំងស្ងួតជាពិសេសនិងតំបន់ទឹកជំនន់ធ្វើយ៉ាងណាយើងអន្តរាគមន៍នៅបច្ចេកទេសការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុដើម្បីឲ្យប្រជាកសិករយល់ដឹងហើយយើងនឹងទទួលបាននៅ model ក្នុងការអន្តរាគមន៍មួយនៅពេលចាប់គម្រោងតើយើងអន្តរាគមន៍ទៅលើសកម្មភាពណាខ្លះដើម្បីយើងមាននិរន្តរភាពឲ្យប្រជាកសិករយល់ដឹងពីបច្ចេកទេសបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដើម្បីឲ្យគាត់ត្រៀមខ្លួនបម្រុងជាមុនពីព្រោះបំរែបំរួលអាកាសធាតុគឺជាកត្តាមួយចាំបាច់ដែលជាឥទ្ធិពលសំខាន់ទៅលើផ្នែកកសិកម្មទាំងមូលជាពិសេសការចិញ្ចឹមសត្វដើម្បីបង្កើនចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុដែលទាក់ទងជាមួយនឹងការចិញ្ចឹមសត្វការត្រៀមជាមុននិងការគ្រប់គ្រងការចិញ្ចឹមសត្វមុនក្នុងកំឡុងពេលនិងក្រោយពេលមានគ្រោះធម្មជាតិដូចជាគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់វគ្គបណ្ដុះបណ្ដាលបានរៀបចំឡើងនៅក្នុងឃុំចំនួន4នៃស្រុក4នៃខេត្តតាកែវនិងខេត្តពោធិ៍សាត់អ្នកចូលរួមភាគច្រើនគឺជាកសិកររួមទាំងភ្នាក់ងារសុខភាពសត្វភូមិមន្ត្រីផ្នែកផលិតកម្មនិងបាក់សូបព្យាបាលស្រុកនិងខេត្តនិងអាជ្ញាធរមូលដ្ឋានវគ្គបណ្ដុះបណ្ដាលនេះបានផ្ដោតសំខាន់ទៅលើការផ្ដល់ចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុនិងការចិញ្ចឹមសត្វដ៏សមស្របបច្ចេកវិទ្យាកាត់បន្ថយជំងឺជាយថាហេតុរបៀបសង្គ្រោះសត្វពីជំងឺការត្រៀមលក្ខណៈមុនទឹកជំនន់ក្នុងពេលទឹកជំនន់និងក្រោយពេលទឹកជំនន់ព្រមទាំងរដូវរាំងស្ងួតលើពីនោះវគ្គបណ្ដុះបណ្ដាលក៏បានបង្រៀនអំពីសារៈប្រយោជន៍នៃការចាក់វ៉ាក់សាំងសត្វការព្យាបាលជំងឺ
ការដាំស្មៅត្រៀមសម្រាប់គោក្របីនៅពេលខ្វះចំណីសត្វការធ្វើចំណីសម្រាប់ជ្រូកមន្ទីព្រមទាំងរបៀបនិងរដូវកាលលក់សត្វជាដើមវគ្គបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹងដល់កសិករឲ្យយល់ដឹងអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុលើការចិញ្ចឹមសត្វបច្ចេកទេសកាត់បន្ថយអត្រាឈឺនិងងាប់សត្វនិងធ្វើយ៉ាងណាឲ្យមានចំណីគ្រប់គ្រាន់សម្រាប់សត្វជាពិសេសនៅពេលមានភាពរាំងស្ងួតនិងគ្រោះទឹកជំនន់ចាពីមុនអត់តាន់មានគម្រោងមកអញ្ចឹងអត់មានតាន់បានដឹងហើយក៏អត់បានរៀនសូត្រដែរការអំរែអំរួលអាកាសធាតុយើងដឹងពីប៉ះពាល់អំរែអំរួលវាក្តៅខ្លាំងអញ្ចឹងយើងចាំសត្វដាក់ត្រង់យើងមិនប្រឡែងចោលពីវាពីកាលដូចពីកាលមុនពីកាលមុនយើងប្រឡែងពីវាពីកាលជ្រូកអាចមានជំងឺអាចស្លាប់ហើយណាមួយមានឆ្លងជំងឺអីចឹងគ្រូហើយដល់ឥឡូវហ្នឹងយើងដឹងពីការចិញ្ចឹមសត្វដូចជាចិញ្ចឹមជ្រូកចិញ្ចឹមមាន់ចិញ្ចឹមគោចិញ្ចឹមអីយើងចាំដាក់ត្រង់យើងដូចចិញ្ចឹមជ្រូកចាក់វ៉ាក់សាំងឲ្យវាហើយចិញ្ចឹមមាន់ក៏យើងដាក់ត្រង់យើងឲ្យចាក់វ៉ាក់សាំងឲ្យវាដែរហើយចិញ្ចឹមគោក៏វ៉ាក់សាំងហ្នឹងគ្រូខ្ញុំបានយកទៅអនុវត្តតាមផ្ទះនិងតាមភូមិខ្ញុំចង់ឲ្យបងប្អូនទាំងអស់ហ្នឹងដឹងអំពីជំងឺសត្វហើយជួយការពារសត្វជួយចាក់ថ្នាំការពារសត្វឲ្យបានត្រឹមត្រូវដោយគម្រោងរបស់យើងបានរៀបចំដើម្បីសត្វសុខភាពល្អយើងក៏សុខភាពល្អអត់មានផលប៉ះពាល់អ្វីដល់យើងបាទមិនមែនដល់ចាក់ពីកន្លែងនេះចាក់ដល់កន្លែងនេះពួកយើងធ្វើកន្លែងចាក់ដល់កន្លែងនេះប្រចាំសូមបងប្អូនដែលមានគូនៅក្បែរនេះគឺសូមអញ្ជើញយកមកគាត់នៅរោងចក្រនេះសេវាសុខភាពសត្វក៏ត្រូវបានកែលម្អតាមរយៈវគ្គបណ្ដុះបណ្ដាលអំពីរបៀបថែទាំសត្វកម្មវិធីចាក់វ៉ាក់សាំងនិងព្យាបាលសត្វនៅតាមជនបទពីព្រោះទឹកជំនន់និងគ្រោះរាំងស្ងួតអាចបណ្ដាលឲ្យកើតឡើងនូវជំងឺឆ្លងផ្សេងៗដូចជាជំងឺសាទឹកជំងឺអុចក្តាមនិងជំងឺប៉ារ៉ាស៊ីតយុទ្ធនាការផ្សព្វផ្សាយផ្ដល់ចំណេះដឹងបានអនុវត្តនៅក្នុងតំបន់គោលដៅដើម្បីអំពាវនាវដល់កសិករទាំងអស់ឲ្យនាំយកគោក្របីមកទទួលវ៉ាក់សាំងការពារជំងឺសាទឹកជំងឺអុចក្តាមជំងឺញូកាសជំងឺប៉េះនិងជំងឺប៉ារ៉ាស៊ីតជាពិសេសនៅពេលរដូវភ្លៀងធ្លាក់មកដល់លើសពីនោះកូនសៀវភៅនិងខិត្តប័ណ្ណជាច្រើនត្រូវបានបោះពុម្ពផ្សព្វផ្សាយដោយគម្រោងនិងបានចែកជូនដល់កសិករយុទ្ធនាការចាក់វ៉ាក់សាំងក៏ត្រូវបានប្រព្រឹត្តឡើងប្រកបដោយជោគជ័យជាលទ្ធផលគោក្របីជាង 2000 ក្បាលក្នុងតំបន់គោលដៅត្រូវបានចាក់វ៉ាក់សាំងការពារជំងឺអុចក្តាមនិងជំងឺសាទឹកចំណែកមាន់ទាក៏ត្រូវបានចាក់វ៉ាក់សាំងផងដែរដូចជាញូកាសនិងប៉េះយុទ្ធនាការនេះមានការចូលរួមពីភ្នាក់ងារសុខភាពសត្វភូមិមន្ត្រីការិយាល័យផលិតកម្មនិងបាក់សុព្យាបាលស្រុកខេត្តកសិករនិងអាជ្ញាធរមូលដ្ឋានដូចថារដូវក្តៅចូលមកអញ្ចឹងយើងចាក់ការពារវាដូចថាជំងឺចូលមកខែមេសាអញ្ចឹងយើងចាក់ខែមិនិនាឬមួយខែកុម្ភៈអញ្ចឹងណាយើងចាក់បានមុនជំងឺដល់ខែជំងឺទុះឡើងអញ្ចឹងណាយើងប្រាប់ណែនាំគាត់អញ្ចឹងពាក់ព័ន្ធនឹងការចំនៅក្នុងភូមិរបស់ខ្ញុំនេះគាត់មានការយល់ដឹងច្រើនឧទាហរណ៍ថាដូចគាត់ត្រូវយើងពេទ្យសត្វអញ្ចឹងមានដូចថាវ៉ាក់សាំងមកអីប្រាប់គាត់ឲ្យមកចាក់អញ្ចឹងគឺគាត់មកចាក់បានភាគច្រើនអញ្ចឹងតំបន់លិចទឹកច្រើនកើតនៅជំងឺសាទឹកបងមូលហេតុវាដោយសារមេរោគជំងឺសាទឹកវារស់នៅដូចថាតាមឆ្មៅតាមវាលតាមអីកាលហើយកសិករគាត់អត់ដឹងគាត់ទៅច្រូតឆ្មៅច្រូតអីយកមកឲ្យស៊ីអញ្ចឹងវាមានពួកមេរោគអីនៅជាប់ឆ្មៅជាប់អីអញ្ចឹងវាបណ្ដាលឲ្យជំងឺនឹងកើតឡើងការព្យាបាលសត្វត្រូវបានអនុវត្តឡើងដោយភ្នាក់ងារសុខភាពសត្វភូមិនិងពេទ្យសត្វស្រុកការព្យាបាលនេះបានធ្វើឡើងចំនួន4ឃុំនិង2ស្រុកនៃខេត្តតាកែវនិងខេត្តពោធិ៍សាត់ទៅលើសត្វគោក្របីចំនួន1571ក្បាលជ្រូកចំនួន1464ក្បាលនិងមាន់ទាចំនួនរាប់ពាន់ក្បាលថែមទៀតតាមរយៈសកម្មភាពទាំងនេះយើងសង្កេតឃើញថាភ្នាក់ងារសុខភាពសត្វភូមិត្រូវបានបង្កើនសមត្ថភាពនិងមានភាពជឿជាក់ក្នុងការចាក់វ៉ាក់សាំងនិងព្យាបាលសត្វព្រមទាំងបណ្ដុះបណ្ដាលបន្តដល់កសិករនាពេលបច្ចុប្បន្ននិងទៅអនាគតវាកើតបាន2ថ្ងៃ
ដល់ហើយអញ្ចឹងវាចេញរោគសញ្ញាពងស្បែកហ្នឹងបាទខ្ញុំថាវាអាចជាលាកស្បែកលាកអីបាទខ្ញុំហៅសុំហៅពេទ្យឲ្យជួយមើលហ្នឹងព្រោះកាលពីមុនខ្ញុំមិនដែលអញ្ចឹងចិញ្ចឹមចេះតែល្អចេះតែត្រឹមត្រូវតែម្ដងហ្នឹងទៅបានរយៈពេល3ថ្ងៃតែតែអញ្ចឹងមកចាបើសិនជាយើងចិញ្ចឹមតាមរយៈខាហេតុអាហ្នឹងបើថាយើងមិនព្យាបាលវាងាប់តែវារស់បានណាយើងយកប៉ុណ្ណឹងតែលក្ខណៈយើងជាម្ចាស់ចង់បានរបស់វាចង់បានផលប្រយោជន៍មកដល់យើងដល់យើងព្យាបាលវាឲ្យបានត្រឹមត្រូវពីមុនចាំដែរតែចិញ្ចឹមវាដូចថាវាមិនកានផលប្រមាណចាំដាក់ច្រើនតែចេះតែងាប់ចេះអីចឹងដូចថាយើងខ្វះបច្ចេកទេសណាការប្រែប្រួលអាកាសធាតុបណ្ដាលឲ្យវាស្មៅទាំងឡាយដែលជាចំណីគោក្របីបានបាត់បង់ជាពិសេសនៅរដូវរាំងស្ងួតនិងគ្រោះទឹកជំនន់កត្តានេះហើយដែលធ្វើឲ្យគោក្របីប្រែក្លាយជាស្គមងាយទទួលរងនូវជំងឺផ្សេងៗហើយលទ្ធភាពនៃការបន្តពូជមានភាពយឺតយ៉ាវដោយសារតែកង្វះខាតចំណីអាហារតាក់ទងនៅក្នុងគម្រោងនេះមុនដែលអាកាសធាតុរាំងស្ងួតមកដល់ហ្នឹងមានផែនការជំនួយមួយទៀតណាពិសេសគឺផែនការជំនួយនោះពេលដែលសត្វហ្នឹងគិតដល់ប្រភេទសត្វណាសត្វណាដែលត្រូវអាចទប់ទល់នឹងអាកាសធាតុគាត់ទុកសត្វណាដែលមិនត្រូវដូចថាជាមួយអាកាសធាតុហ្នឹងគាត់បញ្ចេញទៅទីផ្សារដើម្បីយកកម្រៃពេលដែលជួបប្រទះនឹងភាពរាំងស្ងួតនឹងពេលមានសត្វឈឺយើងត្រូវចោះជួយយ៉ាងម៉េចតទៅរាំងស្ងួតហ្នឹងមានការប្រមូលចំទៅវិញមកបាទមកចំវិញធ្វើផែនការទៀតណាយើងត្រូវធ្វើអាម៉េចទៀតណាត្រូវធ្វើផែនការផ្សំចំណីណាដាំចំណីដំណាំចំណីសត្វចម្រោកសត្វនិងប្រភេទសត្វណាដែលចិញ្ចឹមទៅនៅពេលអាកាសធាតុរាំងស្ងួតនៅពេលអាកាសធាតុត្រជាក់ហ្នឹងគម្រោងក៏បានបណ្ដុះបណ្ដាលដល់កសិករអំពីរបៀបដាំស្មៅសម្រាប់ជាចំណីគោក្របីហើយកសិករដែលជាក្រុមគោលដៅចំនួន 65% ទទួលបានជោគជ័យនៅក្នុងការដាំស្មៅសម្រាប់ជាចំណីអាហារដល់គោក្របីរបស់ពួកគេបច្ចេកទេសក្នុងការដាំស្មៅខ្ញុំដាំដោយធ្វើទីស្នាលដើម្បីព្រោះក្របហើយខ្ញុំរកលេខដីជាដុំដីមាត់លេខដាក់ក្នុងបកាឬស្លឹកកជើដល់ហើយខ្ញុំយកលាយមួយជីធម្មជាតិយើងតិចរយក្រាលលើវាឲ្យស្ដើងមិនឲ្យក្រាស់ពេកខ្លាចវាដោះមិនរួចអីក្របអត់ព្រោះដល់ហើយចឹងលាយហើយចឹងបានវាលូតលាស់ខ្ញុំមើលបានតែ2ថ្ងៃឬ3ថ្ងៃអាចលូតលាស់ស្របបានព្រោះស្របហើយបានដោះខ្ញុំចោចទឹកសំណើមកអត់បានមួយថ្ងៃ2 3ដងពេលក្តៅខ្ញុំច្រោចចឹងពេលវារាំងអត់មានភ្លៀងខ្ញុំច្រោចទៅស្មៅបានដោះប្រលក់ទូចខ្ញុំមើលហើយក្នុងការពីអាថ្នាំបាញ់មូសខ្ញុំបាញ់ឲ្យវាកុំឲ្យច្រមោចវាមកស៊ីព្រោះអីក្របស្មៅនឹងត្រូវការច្រមោចស៊ីមកណាស៊ីដល់ហើយខ្ញុំត្រូវយកថ្នាំបាញ់មូសនោះមកបាញ់វាកុំឲ្យស៊ីវាខ្លាចអត់មានស៊ីទេបើហើយវាដោះកើតវែងបន្តិចមួយថ្ងៃប៉ុណ្ណេះថាអូស្មៅនេះអាចធន់បានឡើងលឿនណាស់ខ្ញុំថាអញ្ចឹងដល់ពេលបានប្រហែលមួយចង្អានជាងខ្ញុំដកដើមយកទៅដាំកន្លែងខ្ញុំកាប់រំលងដាក់តាមដៅនឹងហើយដាំហើយដាច់ស្មៅគេដាំដោយកាត់កង់ជាកង់ហើយដាក់ធ្វើជារងហើយកាប់ដាក់ដាំមួយដើមទៅ2ដើមរយៈពេលចម្ងាយវាពី3ទឹកទៅ4ទឹកអស់ហើយរយៈពេលតែ3ថ្ងៃគឺឲ្យចេញទន្លប់នេះហើយខ្ញុំត្រូវការធ្វើលបងដូចជាឈឹបខ្ញុំទិញចំណាយឈឹបអស់ជាង 5-10 ម៉ឺនហើយរស័យបាច់អស់ពី3បាច់ទៅ5បាច់រហូតទៅខ្ញុំកាត់កង់ហ្វង់ដាក់ជាជួរវាខ្ញុំការពារដូចជាមន់ដូចជាទាវាចឹកស៊ីតែលិចបដូលមកប៉ុណ្ណេះអត់សល់ទេគឺវាស៊ីទាំងអស់ស្មៅនឹងអាចដោះបានច្រើនហើយត្រូវកម្លាំងធាតុខ្ពស់ហើយស្លឹកវាវែងហើយឡើងខ្ពស់លូតទៅឆោតហើយមួយសាអញ្ចឹងហើយអាមិនតាន់បានឆោតមកវាលូតលាស់វែងទៅអាខ្លះផ្កាទៅអាខ្លះនេះទៅហើយខ្ញុំឆោតទាំងផ្កាអីអស់ស្មើគ្នាមកឆោតអាផ្កានោះអស់អានេះក៏វែងឡើងផ្កាទៀតអានោះក៏ធំឡើងទៀតឡើងបន្តគ្នារយៈពេលបានតា10ថ្ងៃទៅកន្លះខែឬ20ថ្ងៃខ្ញុំប្រមូលផលបានបើខ្ញុំកាលពីមុនខ្ញុំអត់មានស្មៅនោះខ្ញុំត្រូវយ៉ាប់ហើយខ្ញុំឃើញថាប្រាំងហងទិញទួយហើយយ៉ាប់ខ្លាំងហ្មងថ្ងៃណាក៏ញុះហូតដាប់គ្មានដឹងថានេះទៅបើសัตว์អត់ហើយទៅរកឲ្យវាស៊ីខ្ញុំឲ្យស៊ី3ប្រភេទដាច់ស្មៅ1ហើយនឹងស្មៅរុស៊ី1ហើយនឹងស្មៅជីមួង1ធ្វើម្ដងកាប់ដំវាឲ្យយើងទក់បន្តិចថាដើមធំ
ខ្ញុំដំអាចដំឲ្យរៀងទក់ហើយបញ្ចូលគ្នានឹងខ្ញុំរាយជាសបាវឈ្ងុតនៅលើទ្រុងឲ្យហើយបានខ្ញុំដាក់ឆ្មៅពីលើគោខ្ញុំអាចស៊ីអាឆ្មៅនឹងអស់ទឹកមកពីណាដឹកមកពីឆៃទឹកអាម៉េចក៏មិនមកស៊ីឆ្មៅមុនដែរវាអត់ទទួលទានទឹកមុនទេវាទទួលទានឆ្មៅនឹងហើយអស់រយៈពេលនឹងហើយវាមកផឹកទឹកវាមកស៊ីច្បើងដាក់ប្រមាណក៏អស់ដែរហើយមិនបាច់យកទៅគ្វាលណាទៀតកាលពីមុនអត់ដាំឆ្មៅខ្ញុំយ៉ាប់មែនទែនហើយគោក៏ពិបាកទៀតឲ្យស៊ីតាមួយច្បងពីរច្បងអត់គ្រប់គោមួយដបស៊ីអត់គ្រប់ទេធំរយៈពេលពី2ច្បង3ច្បងដល់ហើយខ្លួនឯងយ៉ាប់ពេកយ៉ាប់ហត់ដែលបានកម្រងអាកាសធាតុមកឲ្យខ្ញុំអស់ពីមុនមកដល់ឥឡូវខុសគ្នាឆ្ងាយពេលទឹកលិចវាអត់លិចដីទួលនោះមកខ្ពស់ទឹកលិចតាមក្បែរនោះខ្មៅនោះវាលិចអស់អាខ្មៅធម្មជាតិវាអត់មានខ្ញុំទៅបានគុណធនខ្មៅក្នុងនេះវាច្រើនខ្ញុំអាចកោស៊ីដោយវត្តភាពខ្ញុំអត់បាច់មានប្របាក់អីសោះខ្ញុំទៅរកមានពេលទៅរកស៊ីជាម្ហូបអាហារជាជាត្រីជាសាច់អញ្ចឹងបានហើយស្មៅដែលយើងយកមកដាំគឺស្មៅដែលមានផលិតភាពពោះហើយពូជនេះទៀតមានភាពស៊ាំទៅនឹងការបម្រើព្រោះអាកាសធាតុគឺថាជាពិសេសធូបរាំងស្ងួតហ្នឹងវាដូចគ្នាប៉ុន្តែកសិករអាចមានការជ្រើសរើសឧទាហរណ៍ថាកសិករខ្លះគាត់អត់ចូលចិត្តពពួកស្មៅពោះទេដោយពពួក King Grass មើលទៅដូចពៅឬអីចឹងណាខ្លះគាត់ចូលចិត្តស្មៅប្រភេទតូចអាចគាត់អាចទទួលយកបានហ្នឹងណាអញ្ចឹងយើងមើលទៅតាមស្ថានភាពរបស់កសិករណាគាត់អាចទទួលហើយគាត់ចូលចិត្តដាំស្មៅនេះជាងអានោះក៏ជាការល្អដូចជាប្រភេទស្មៅ King Grass ជាប្រភេទដែលស្មៅដើមធំហើយទិន្នផលខ្ពស់អញ្ចឹងកសិករជាពិសេសកសិករចិញ្ចឹមគោគាត់ចូលចិត្តដាំហ្នឹងណាដីតូចចង្អៀតយ៉ាងណាក៏អាចដាំបានហើយវាភាពធន់ទៅនឹងភាពរាំងស្ងួតហ្នឹងបានច្រើនប៉ុន្តែនៅកន្លែងលិចទឹកវាមិនសូវធន់នឹងការលិចទឹកទេតែចំពោះពួកស៊ីមូហើយនិងពួករូស៊ីអីផ្សេងទឹកលិចអាចធន់នឹងបានរយៈពេលបានយូរជាងពួក King Grass ជាដើមដូចជា King Grass យើងមើលដាំមកដើមអញ្ចឹងប្រហែលយើងជ្រូកស្មៅយើងធម្មជាតិប្រហែលជាមួយបាវបានស្មើនឹងដើមហើយដើមវាធំល្អហ្នឹងហើយមិនសូវស៊ីខ្លាក់ជីខ្លាំងទៀតថាទឹកលិចមកក៏អត់ងាប់ដែរអាចផ្ដល់ផលិតផលក្នុងរយៈពេល7ឆ្នាំគឺថាអត់ដូចស្មៅយើងទេជ្រូកអស់ខែ5ងាប់នោះអត់ងាប់ទេប្រវត្តិរបស់ស្មៅ King Grass នេះបងហើយជាប្រភេទដែលមានរោមអញ្ចឹងណាយើងនាំមកពីហ្វីលីពីនបើអត់ក្រោយមកទៀតគេបានបង្កើតពូជស្មៅនេះជាមួយពពួកហ្គីណេហើយណាអញ្ចឹងពេលបង្កើតពូជហ្នឹងទៅវាអត់សូវ CG ហើយលូតលាស់បានល្អគឺយើងនាំចូលមកពីប្រទេសអូស្ត្រាលីជាទូទៅពូជវាដំបូងបំផុតហើយនៅស្រុកខ្មែរនេះយើងចាប់ផ្ដើមប៉ុន្តែការទទួលយករបស់កសិករនៅមានកម្រិតអញ្ចឹងហេតុនេះហើយបានគម្រោងយើងបានណែនាំយកមកដាក់តំបន់រាំងស្ងួតហើយតំបន់មានទឹកជំនន់យើងចែកចេញជា3បាទគឺចំណីផ្ដល់ថាមពលចំណីដែលផ្ដល់វីតាមីននិងចំណីដល់វីតាមីននិងរ៉ែនេះគឺជាចំណីដែលផ្ដល់នៅប្រូតេអ៊ីនចំណីដែលផ្ដល់ប្រូតេអ៊ីនមានក្បាលបង្គាម្សៅត្រីហើយនិងកន្ទក់សណ្តែកសៀងក្រៅអំពីចំណីគោក្របីគម្រោងក៏បានបង្កើតឲ្យមានផលិតផលចំណីសម្រាប់ជ្រូកមាន់ទីនៅក្នុងសហគមន៍ដើម្បីកាត់បន្ថយចំណាយរបស់កសិករទៅលើការទិញចំណីដែលនាំចូលពីក្រៅប្រទេសរូបមន្តផលិតចំណីសត្វត្រូវបានបង្ហាញដល់កសិករចំនួន40គ្រួសារនៅខេត្តតាកែវនិងខេត្តពោធិ៍សាត់ហើយគម្រោងក៏បានផ្ដល់នូវវត្ថុធាតុដើមនិងម៉ាស៊ីនកិនចំណីសម្រាប់ផលិតចំណីសត្វធ្វើយ៉ាងណាឲ្យដំណើរការផលិតចំណីសត្វតាមតម្រូវការរបស់សត្វក្នុងសហគមន៍ក្នុងពេលបច្ចុប្បន្ននិងអនាគតចំណីជ្រូកធុធាតុដើមដែលផ្សំមាន9មុខវាមានចុងអង្ករកន្ទក់ម្សៅត្រីកន្ទក់បង្គាកន្ទក់សណ្តែកសៀងកន្ទក់សណ្តែកបាយសម្បកងាវខ្លាញ់ត្រីនិងបាស្មិចនេះដល់ឲ្យយើងនៅកន្លែងផលិតចំណីសត្វបានអញ្ចឹងយើងទៅទិញនៅកន្លែងក្រុមហ៊ុនផលិតចំណីសត្វមកគេយកមកយើងលាយជាមួយវត្ថុធាតុដើមដែលមាននៅក្នុងស្រុកពី3មុខហ្នឹងលាយចូលគ្នាហើយយើងកិនដែលយើងមានម៉ាស៊ីនដែលគម្រោងឲ្យមកនេះកិនហើយយើងនឹងមានគម្រោងមួយថាមាននឹងដាក់ឈ្មោះយហោយើងដើម្បីឲ្យមានទិញសម្ភារៈជាករងជាបាវវិចខ្ចប់ដើម្បីលក់និងផ្សព្វផ្សាយ
បើសិនជាមានអតិថិជនច្រើនណាយើងដំបូងយើងផ្សព្វផ្សាយដោយតម្លៃថោកជាងទីផ្សារតិចទៅដើម្បីទាក់ទាញអតិថិជនខ្ញុំគិតថាយើងផលិតចំណីខ្លួនឯងនេះនៃសហគមន៍នេះគឺមានគុណភាពជាងចំណីដែលយើងទិញវិចខ្ចប់ស្រាប់ព្រោះចំណីវិចខ្ចប់ស្រាប់គេជាងកាលគេថាចំណីគេលាយគ្រប់វត្ថុធាតុដើមប៉ុន្តែយើងអត់ដឹងថាគេលាយមិនលាយក្លិនជាងកាលក្លិនដូចគ្នាគេដកដូចជាដកបាក់ស្មិចហ្នឹងវាថ្លៃណាស់អញ្ចឹងគេអាចដកមួយមុខនឹងចេញបាទហើយយើងអាចដកបានហើយយើងលាយតាមរូបមន្តបច្ចេកទេសដែលខាងស្រាវជ្រាវពីនីតិវិសោធន៍ថាសត្វទៅត្រូវការសារជាតិអីខ្លះក្នុងហ្នឹងយើងត្រូវទៅលាយគ្រប់ដើម្បីឲ្យសត្វហ្នឹងធំធាត់បានលឿន អានេះគេហៅចំណីគោធាតុដើមគឺផ្សំមានកន្ទក់មានស្លឹកដំឡូងមីមានមើមដំឡូងមីមានអំបិលនេះអំបិលហើយនេះជីមានជីអេរ៉េមានស្ករ2ខាំកន្លះហើយទឹក2ខាំកន្លះសរុបទាំងអស់ពីមុខហ្នឹងវាបានកន្លះគីឡូយកមកលាយនឹងដាក់ចំណីអស់នេះឲ្យវាស៊ីធ្វើឲ្យវាអាហ្នឹងមានឲ្យដើម្បីទាំងអស់ហ្នឹងផ្ដល់សុខភាពឲ្យវាល្អព្រោះឆ្មៅក៏អត់បានផ្ដល់សុខភាពល្អទេព្រោះវាខ្វះជាតិប្រូតេអ៊ីន គេលាមួយម៉ោងតៅអានេះស្រួលធ្វើវិញហ្នឹង ដៃគូដែលយើងអនុវត្តគម្រោងគឺនៅខេត្តទាំងពីរគឺជាការលើផលិតកម្មបសុជីបាជាស្ថាប័នរបស់រដ្ឋអញ្ចឹងពេលចាប់គម្រោងគឺការទទួលខុសត្រូវរបស់គាត់គឺមានកម្រិតខ្ពស់មានន័យថាយើងអនុវត្តនៅគោលដៅតំបន់របស់គាត់ត្រូវតែទទួលខុសត្រូវធ្វើយ៉ាងណាតាមដានការងារជាប្រចាំដើម្បីឲ្យការផ្សព្វផ្សាយរបស់បច្ចេកទេសការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុនៅក្នុងរយៈពេលគម្រោងនេះអាចសាយភាយទៅប្រជាកសិករផ្សេងទៀតឬក៏ដៃគូផ្សេងទៀតក្រោយពីគម្រោងចប់ ដោយឡែកការត្រៀមជាមុនពេលមានគ្រោះមហន្តរាយមកដល់មានសារៈសំខាន់ណាស់សម្រាប់សត្វទាំងឡាយដូចជាទីជម្រកការដឹកជញ្ជូននិងចំណីអាហារជាដើមទឹកជំនន់អាចកើតឡើងមានគ្រប់ពេលគ្រប់ទីកន្លែងជាពិសេសនៅតំបន់ទំនាបដូច្នេះគម្រោងក៏បានរៀបចំទីទួលសុវត្ថិភាពសម្រាប់ជំនាញសត្វនិងមនុស្សនិងទ្រព្យសម្បត្តិចេញពីតំបន់ដែលលិចទឹកលើសពីនោះទូកម៉ាស៊ីនចំនួន 2 ត្រូវបានផ្ដល់ឲ្យតំបន់ដែលលិចទឹកចំនួន 2 កន្លែងនៅខេត្តតាកែវនិងខេត្តពោធិ៍សាត់ដើម្បីសង្គ្រោះជីវិតសត្វមនុស្សនិងទ្រព្យសម្បត្តិតាន់ពេលនៅពេលមានទឹកជំនន់មកដល់ភាពជោគជ័យរបស់គម្រោងដែលមានអត្ថប្រយោជន៍សំខាន់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុនេះឯងចឹងកសិករគាត់នឹងត្រៀមខ្លួនជាស្រេចនៅក្នុងឆ្នាំពេលណាមានទឹកជំនន់ពេលណាមានរដូវកាលខ្លាំងពេលណាដែលគាត់គួរចិញ្ចឹមសត្វពេលណាដែលគាត់គួរលក់សត្វ ដើម្បីធ្វើឲ្យគម្រោងដំណើរការទៅប្រកបដោយនិរន្តរភាពគណៈកម្មការធិការចិញ្ចឹមសត្វថ្នាក់ឃុំបានបង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពអំពីការប្រែប្រួលអាកាសធាតុនិងការចិញ្ចឹមសត្វវិធីសង្គ្រោះសត្វការត្រៀមលក្ខណៈចិញ្ចឹមសត្វដោយសម្របទៅនឹងការប្រែប្រួលអាកាសធាតុនិងការផ្សំចំណីសត្វសម្រាប់លក់ក្នុងតម្លៃសមរម្យដល់កសិករគណៈកម្មការធិការនេះមានការចូលរួមពីភ្នាក់ងារសុខភាពសត្វភូមិប្រធាននិងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋានដូចជាមេភូមិមេឃុំនិងកសិករដែលជាសមាជិក បង្កើតគណៈកម្មការនេះដើម្បីឲ្យមានតំណាងដើម្បីមានតំណាងមួយឧទាហរណ៍ថាពាក់ព័ន្ធជាមួយការចិញ្ចឹមសត្វគឺយកតែតំណាងរបស់គណៈកម្មការនេះទៅផ្សព្វផ្សាយឬក៏ទៅរៀនបណ្ដុះបណ្ដាលនៅកន្លែងផ្សេងទៅគឺយកគាត់ទៅតែមួយហ្នឹងហើយដល់គាត់មកដល់វិញគាត់អាចបណ្ដុះបណ្ដាលនៅក្នុងគណៈកម្មការរបស់គាត់ហើយនឹងអាចចែកចាយទៅអ្នកភូមិអីមានភាពងាយស្រួលចំណុចដែលខ្ញុំគិតជាមួយគណៈកម្មការទី1គឺយើងផលិតចំណីបាទផលិតចំណីហើយទី2គឺយើងត្រូវប្រើប្រាស់លទ្ធភាពនៅសេវាទូករបស់យើងបាទទី3គឺយើងត្រូវបង្កើនការដាំដំណាំចំណីសត្វតាមគណៈកម្មការយើងគឺអាចផលិតចំណីសត្វលក់បាទហើយមួយទៀតយើងអាចបំផុស
ឲ្យប្រជាជនជាពិសេសគឺគណៈកម្មការធ្វើជាគម្រោងចិញ្ចឹមសត្វរួមធ្វើជាបង្ហាញឲ្យបាទ ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងដ៏ធំជាងគេបំផុតនៅលើពិភពលោកជាងនេះវាបានជះឥទ្ធិពលទៅលើទឹកនិងដីព្រមទាំងការដាំដុះនិងការចិញ្ចឹមសត្វទោះបែបនេះក៏ដោយកសិករកម្ពុជានៅតែរក្សាការចិញ្ចឹមសត្វបានល្អប្រសើរបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតែជាមុខរបរប្រចាំថ្ងៃរបស់ពួកគាត់បន្ទាប់ពីគម្រោងបានជួយកន្លងមកកសិករភាគច្រើនអាចសម្របការចិញ្ចឹមសត្វក្នុងពេលដែលមានគ្រោះរាំងស្ងួតឬទឹកជំនន់ប្រកបដោយសុវត្ថិភាព